bạn nó chẳng đi chia đầm bòn để sạt mũi được trong khai tổ sạt phòng đá đại ca này sạt nó cứ dương phía trái dương ra tại sầm nanh được rồi sập tù chỉ bạn nó chẳng cứ cần lên để sạt nó cứ thật nâu nòng bà hồng này thì trong khai tổ sạt và chẳng cứ thật nó trong khai thì trong khai tổ sạt tem đo mà nó chẳng cứ cái này cứ ăn sơ dương hao thà việc bây giờ dùng mình tên nó sầm rộng cái sạt chỉ xề ở tại đầuตึกឡើងគឺសម្បូរត្រីទេណាឥឡូវនេះគឺចាប់ដើមមានទឹកឡើងតិចៗហើយដោយសារមានចំនួនទឹកភ្លៀងបាទពីខាងលើពីខាងវាវែងខាងអីមកអញ្ចឹងនៅក្នុងក្បាលហុងនេះវាក៏មានទឹកច្រើនផងដែរណាសម្រាប់ធ្វើការនេសាទហ្នឹងនេះបងប្រុសគាត់នេសាទតាមវាអានេះបងសំណាញ់អញ្ចឹងមានន័យថាបានតិចតួចតែមួយសំណាញ់បាន1 2អាចថាបានមួយសម្លផងដែរណាចឹងអាចតែផ្សំលេខផ្សំកើតក៏បានរួចមកពេលចឹងទៅជាការកំសាន្តប៉ុន្តែវាជាការរីករាយមួយផងដែរដែលយើងទទួលបាននៅបាទណាមហោបចាំថ្ងៃអាណានេះនេសាទអកមែនទេណាខ្ញុំក៏ធ្លាប់នេសាទនៅទីនេះផងដែរកាលពីឆ្នាំកន្លងទៅហើយក៏បាទណានេសាទបានច្រើនមែនទេណាគឺសម្បូរជាងគេជប៉ុនហើយនឹងឆ្កែណានេះគឺតំបន់នេសាទមួយក្នុងទីក្រុងខេត្តពោធិ៍សាត់តែម្ដងណាអាចថាជាកន្លែងកំសាន្តផងប៉ុន្តែជាការកំហែមកាយផងហើយប៉ុន្តែវាក៏ឲ្យយើងអាចមានអារម្មណ៍ស្រស់ស្រាយយើងអាចនេសាទបានយើងទទួលបានផលចំណេញពីការនេសាទចឹងទៅណាអញ្ចឹងការនេសាទនៅទីនេះគឺល្អមែនទេទាំងផ្លូវចុះផ្លូវឡើងគឺស្រួលមែនទេណាអត់មានថោកអត់មានថាអូពួកជ្រាំឬក៏បលេបឡាអីវាពិបាកក្នុងការចុះឡើងងាយស្រួលមែនទេសិតតាស៊ីម៉ង់សិតតាបេតុងមកណាបាត់តែខាងក្រោមនឹងវាមានទួលវាមានចម្រាក់ថ្មឬក៏វាមានដែកខ្លះមែនប៉ុន្តែការដែលយើងធ្លាប់នេសាទយើងដឹងហ្នឹងទៅគឺអត់មានបញ្ហាអីទេប៉ុន្តែបើចំពោះការឡើងឬក៏ចុះទៅនេសាទគឺវាមានភាពងាយស្រួលមែនទេបាទអញ្ចឹងពុកម៉ែបងប្អូនចាប់អារម្មណ៍កុំភ្លេចណាឥឡូវចាប់ផ្ដើមទឹកឡើងតិចៗហើយបាទនៅក្បាលហុងខេត្តពោធិ៍សាត់បាទណាទីក្រុងខេត្តពោធិ៍សាត់តែម្ដងបាទអាចនេសាទបានខ្លះហើយអញ្ចឹងដល់ពេលដែលវាឡើងខ្លាំងវាឡើងមកបាទណាពេញច្រាំងតែម្ដងអញ្ចឹងគឺតំបន់នេះគឺមនុស្សបាទមនុស្សច្រើនមែនទែនកក់កុញមែនទែនតែគាត់ត្រូវមកនេសាទនៅតំបន់នេះបាទខ្ញុំđâyណាឲ្យតែរៀងរាល់រដូវទឹកឡើងបាទណារដូវទឹកពេញព្រៀបច្រាំងអញ្ចឹងពេលសម្រាប់ការងារសៅរ៍អាទិត្យទំនេរអីអញ្ចឹងគឺភាគច្រើនខ្ញុំមកនេសាទផងដែរបាទណាបានទុកជាហូបបាទហូបចាំថ្ងៃក្តីដែលទុកជាដាក់ជាមួយជាអីខ្លះវារៀងមានរសជាតិឆ្ងាញ់ដែរណាបាទពុកម៉ែបងប្អូនត្រីធម្មជាតិណាព្រោះឥឡូវយើងពិបាករកត្រីធម្មជាតិមែនទេបាទព្រោះមួយពាក្យធំមកត្រីដែលយើងឃើញលក់នៅតាមទីផ្សារក៏ត្រីដែលមាននាំចូលត្រីដែលគេចិញ្ចឹមអញ្ចឹងទៅវាអត់សូវមានរសជាតិឆ្ងាញ់ដូចត្រីធម្មជាតិដែលយើងរកបានដែលយើងនេសាទបានដោយខ្លួនឯងណាសប្បាយហើយយើងចំណេញទៀតបាទព្រោះវាជាចំណុចមួយល្អប្រសើរផងដែរណាទាំងសប្បាយនិងសុខភាពណារយណាបានអញ្ចឹងសូមពុកម៉ែបងប្អូនកុំភ្លេចណារដូវកាលទឹកឡើងតិចអីអាចមកនេសាទបាននៅក្បាលហុងខេត្តពោធិ៍សាត់ណាអញ្ចឹងក្បាលហុងខេត្តពោធិ៍សាត់សូមស្វាគមន៍អ្នកដែលស្រឡាញ់ការនេសាទតាមរយៈការបង់សំណាញ់បាទណាឬការស្ទូចអីជាដើមហ្នឹងបាទអញ្ចឹងវាគឺអំណោយផលមែនទេណាបាទអញ្ចឹងយ៉ាងណាក៏ដោយបាទណាជាចុងក្រោយបាទសូមគោរពអរគុណពុកម៉ែបងប្អូនប៉ុន្តែសូមពុកម៉ែបងប្អូនជួយ Subscribe ចុច Subscribe ទៅលើ Channel របស់ខ្ញុំផងដើម្បីខ្ញុំអាចមានកម្លាំងចិត្តបាទនៅក្នុងការបន្តថតវីដេអូទាក់ទងទៅនឹងការនេសាទនិងវីដេអូផ្សេងៗផងដែរណាសូមអរគុណសូមគោរពលាបាទ